ជំរាបសួរបងប្អូនទាំងអស់គ្នាគឺខ្ញុំចង់មកនិយាយអំពីអត្ថប្រយោជន៍នៃការភាវនាជាងការភាវនាជួយឲ្យយើងកាត់បន្ថយការគិតច្រើនអារម្មណ៍ភ័យខ្លាចរបស់យើងបានគ្រាន់តែភាវនាពិតប្រាកដណាស់មានលោកគ្រូពេទ្យម្នាក់គាត់បានលើកឡើងពីអ្នកជំងឺម្នាក់ដែលគាត់ព្យាបាលអ្នកជំងឺម្នាក់នោះគឺគាត់គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានឈាមហូរតាមសាច់ដែលស្រោបសួតរបស់គាត់ធ្វើឲ្យគាត់នោះគឺបាត់ជើងតូចអត់ចេញហើយធ្វើឲ្យសម្ពាធឈាមរបស់គាត់ចុះទាបធ្វើឲ្យអុកស៊ីសែនរបស់គាត់ក៏ចុះទាបដែរអញ្ចឹងយើងអាចសម័យមើលបានថាការៈគឺធ្ងន់ធ្ងរមែនតើតែពេលអ្នកជំងឺនោះមកដល់ពេទ្យគឺគាត់មានអាការៈគឺស្ងប់នៅក្នុងចិត្តរបស់គាត់គឺហាក់ដូចជាគាត់អត់ស្លន់ស្លោអ្វីនោះឡើយពេលពេទ្យសួរអ្វីគាត់ឆ្លើយនឹងគឺគាត់មានសតិនៅក្នុងខ្លួនហើយពេលលោកគ្រូពេទ្យព្យាបាលនៅលើរាងកាយរបស់គាត់គឺគាត់នឹងស្ងប់គឺចិត្តរបស់គាត់នឹងគឺគាត់ភាវនានៅក្នុងចិត្តរបស់គាត់ហើយគាត់ឲ្យពេទ្យគឺធ្វើមកស្រឡាញ់ទៅតាមទូនាទីរបស់ពេទ្យតែម្ដងគឺគាត់អត់មានហាក់ដូចជាគាត់អត់ទិះទាល់អ្វីទៅលើទូនាទីរបស់ពេទ្យមានន័យថាពេទ្យចង់ធ្វើអ្វីគឺគាត់ឲ្យពេទ្យរៀបចំមកស្រឡាញ់តែម្ដងហើយពេទ្យក៏បានដាក់ឧបករណ៍ជួយឲ្យសម្ពាធឈាមរបស់គាត់នឹងឡើងមកល្អវិញអុកស៊ីសែនឡើងមកល្អវិញហើយជួយឲ្យតម្រងនោមរបស់គាត់នឹងល្អឡើងវិញយប់ដំបូងនៃការសម្រាកពេទ្យគឺគាត់សម្រាកអត់លក់ទេពេញមួយយប់តែពេញមួយយប់នោះគឺគាត់បានប្រើវិធីភាវនានៅក្នុងចិត្តរបស់គាត់ក្រោយមកឆ្លងកាត់បានមួយយប់ឃើញថាអ្នកជំងឺគឺគាត់ធូរច្រើនពេទ្យក៏បានដោះឧបករណ៍ចេញពីរាងកាយរបស់គាត់ធូរច្រើនដូចជាបាត់ជើងមកល្អឡើងវិញសម្ពាធឈាមក៏ឡើងមកល្អអុកស៊ីសែនក៏ឡើងមកល្អចឹងពេទ្យក៏គាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលនិយាយទៅពេទ្យគឺគាត់ដឹងប្រភេទអ្នកជំងឺថាប្រភេទអ្នកជំងឺណាស្លន់ស្លោអ្នកជំងឺណាមិនស្លន់ស្លោអីគឺពេទ្យគាត់អាចវែកញែកបានតែគាត់ឃើញថាអ្នកជំងឺម្នាក់ហ្នឹងគឺគាត់អាចតាំងសតិស្មារតីរបស់គាត់បានរឹងមាំពេលជួបទុក្ខដ៏ធ្ងន់បែបនេះអញ្ចឹងពេលពេទ្យតំណែងជាមួយអ្នកជំងឺទៅសួរនាំទៅឃើញថាបានចម្លើយមកថាអ្នកជំងឺនោះគឺគាត់ភាវនាចឹងការភាវនាគឺអាចជួយឲ្យគាត់នឹងគឺគ្រប់គ្រងចិត្តរបស់គាត់ពេលដែលជួបហេតុការណ៍ដ៏ធ្ងន់ធ្ងរបែបនេះសម្រាប់អ្នកជំងឺចឹងជាទូទៅគឺការភាវនាគឺជួយឲ្យយើងនឹងគឺទាញសតិមកនៅក្នុងចិត្តរបស់យើងធ្វើឲ្យយើងនឹងគឺទាញសតិមកនៅក្នុងខ្លួនរបស់យើងគឺមិនឲ្យយើងគិតទៅលើរឿងរ៉ាវផ្សេងមានន័យថាចិត្តនៅជាមួយកាយរបស់យើងមិនគិតរវើរវាយទៅលើរឿងខាងក្រៅរឿងផ្សេងអ្វីនោះឡើយគឺចិត្តនៅជាមួយកាយរបស់យើងអញ្ចឹងជួយឲ្យយើងនឹងគឺគ្រប់គ្រងសតិរបស់យើងបានល្អនៅពេលដែលយើងមានទុក្ខដ៏ធ្ងន់ជួយឲ្យយើងកាត់បន្ថយភាពភ័យខ្លាចរបស់យើងការគិតច្រើនរបស់យើងដោយការភាវនាអញ្ចឹងពិតជាល្អមែនទែនសម្រាប់អត្ថប្រយោជន៍នៃការភាវនាដែលអាចជួយឲ្យយើងគ្រប់គ្រងអារម្មណ៍របស់យើងបានល្អនៅពេលដែលយើងជួបបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះអញ្ចឹងអរគុណសម្រាប់ការទស្សនាជម្រាបលា